នេះគឺជា8ចំណុចដែលរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ2026ត្រូវបានអាប់ដេតកាន់តែល្អប្រសើរជាងមុនបងប្អូនចង់ដឹងថាចំណុចពិសេសអ្វីខ្លះមកតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នា Okay, let's go. ជំរាបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងខ្ញុំបានបើករថយន្តនេះមកធ្វើការថតបង្ហាញជូនបងប្អូនខ្ញុំទទួលអារម្មណ៍ថារថយន្តនេះការចេញចូលប្រអប់លេខគឺ smooth ហើយកាន់តែល្អប្រសើរមែនតើតិចខ្ញុំនឹងប្រាប់បងប្អូន8ចំណុចដែលខ្ញុំមើលឃើញថារថយន្តនេះបានធ្វើការអាប់ដេតកាន់តែប្រសើរកាន់តែល្អជាងមុនប៉ុន្តែមុនចូលទៅកាន់វីដេអូចំណុចខុសគ្នាខ្ញុំចង់បង្ហាញពី value របស់ក្រុមហ៊ុន Ford ក៏ដូចជា Mark Yamaha Ford អញ្ចឹងបងប្អូនដឹងហើយតែគេក៏ស្គាល់ Mark Yamaha Ford ដែរហើយ Ford model ណាក៏ដោយការលក់ after sale មានន័យថាពេលបងប្អូនជិះហើយចង់លក់វិញណាគឺបានតម្លៃមួយល្អមែនតើហើយងាយស្រួលក្នុងការលក់មែនតើបងគុណភាពគេទទួលយកហាងឆេងល្អក៏មានហើយសេវាកម្ម after sale គេគឺទូទាំងប្រទេសយើងហើយនៅតាមខេត្តតាមអីបាទលោកខ្ញុំផុតទៅមណ្ឌលគិរីក៏ខ្ញុំឃើញសេវាកម្ម after sale គាត់មានន័យថាបងប្អូនប្រើរថយន្ត Ford មានការធានាពិតប្រាកដហើយគឺទំនុកចិត្តពិតប្រាកដហ្មងបងប្អូននេះឃើញទេបាទហើយសម្រាប់ option ទំនើបអីគឺច្រើនមែនតើសម្រាប់រថយន្ត Ford បងប្អូនបាទនិយាយទៅអានេះអាចនិយាយបានថាអត់មានខ្វះអីទេរ៉ាដាចាប់ប្រឡងផ្លូវប្រាំងអូតូកាមេរ៉ាមកជុំគឺមានទាំងអស់អូតូប្រេកខាងមុខខាងក្រោយប៉ុន្តែគាត់ថាជាទូទៅពីមួយឆ្នាំទៅមួយឆ្នាំ Ford គាត់តែងតែព្យាយាមអាប់ដេតរថយន្តគាត់ឲ្យកាន់តែល្អប្រសើរជាងមុនពីមួយចំនួនទៅមួយចំនួនបើនិយាយពីខ្ញុំណារូបរាងគឺមើលទៅនៅតែស្អាតតែដល់ពេលចេញមកមានយ៉ាន់មានអីថ្មីធ្វើឲ្យខ្ញុំមានអារម្មណ៍ថារថយន្តនេះកាន់តែអាចថាតាក់ទាញចិត្តបងប្អូនកាន់តែច្រើនតែម្ដងបងប្អូនទាំងផ្នែកខាងក្រោយអីគេថែមនេះបងប្អូនឃើញទេបាទនេះពណ៌រាងខ្មៅស្អាតហើយ stop គេមើលទៅរាងនៅតែមើលទៅគឺថាវាពេលជន់ប្រាំងអីពេលយើងបើកភ្លើងពេលយប់កាន់តែស្អាតកាន់តែស៊ីវិល័យបងប្អូនឃើញទេបាទហើយសំខាន់ពិតជាធ្វើបានល្អខ្ញុំឆ្លាញ់លើផ្នែកត្រង់ខាងក្រោយហ្មងពេលយើងបើកនេះគឺមានអារម្មណ៍ថាស្រាលធ្វើបានល្អខ្លាំងមែនតើអានេះសម្រាប់បងប្អូនថាជានារីណាបាទគាត់អាចងាយស្រួលក្នុងការបើករថយន្តនឹងដាក់អវ៉ាន់អីនេះហើយបងប្អូនសំបីតែឆ្លងគ្រាន់គៀននេះបងប្អូននេះបាទនេះងាយស្រួលយើងត្រូវការយកអវ៉ាន់យកអីចឹងណាអូខេអញ្ចឹងអានេះគ្រាន់តែចំណុចពិសេសខ្លីៗដែលខ្ញុំចង់បង្ហាញពី Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ2026តោះឥឡូវយើងមកតាមដានចំណុចលម្អិតថាតើ8ចំណុចដែលខ្ញុំចង់បង្ហាញបងប្អូនភាពអាប់ដេតបន្ថែមតើមានអីគេខ្លះតោះមកតាមដានវីដេអូជាមួយខ្ញុំបន្តទៀតរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីបំពាក់ដោយម៉ាស៊ីន 3.0 V6 Turbo កម្លាំង250 PS កម្លាំងរបួស600 Nm ចំណុចទី2បំពាក់ដោយយ៉ាងស្ពតទំហំ18អ៊ីងជាមួយការរចនាពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាតបញ្ជាក់ថានេះគឺជារថយន្តស៊េរីថ្មីចំណុចទី3ប្រអប់លេខ e-shifter ស៊េរីថ្មីធ្វើឲ្យការជិញចូលលេខកាន់តែរលូនជាងមុនងាយស្រួលប្រើប្រាស់ជាងមុនចំណុចទី4កាន់តែងាយស្រួលបងប្អូនមានមុខងារប្រព័ន្ធគ្រប់គ្រងប៉ុងដោយស្វ័យប្រវត្តិមុខងារ 4A បងប្អូនមានន័យថារថយន្តនេះបងប្អូនអាចចុចតែមួយទៅគឺគាត់អាចនឹងបត់បែនតាមកលៈទេសៈផ្លូវជូនបងប្អូនហ្មងងាយស្រួលប្រើប្រាស់ខ្លាំងមែនតើចំណុចទី5ការរចនាផ្នែកខាងក្នុង exclusive តែម្ដងផ្ដាច់មុខបងប្អូនសម្រាប់ Ford Ranger Wildtrak គឺការរចនាស្អាតមែនតើទាំងដៃចង្កូទាំងអីគឺធ្នែពណ៌ទឹកក្រូចចេញមកស្រស់ស្អាតមែនតើតែម្ដងមើលទៅគឺបែបលក្ខណៈស្ពណ៌ស៊ីវិល័យតែម្ដងចំណុចទី6ពុកស្បែកកាន់តែស្រស់ស្អាតជាងមុនធ្វើឲ្យការអង្គុយផាសុកភាពទទួលបានអារម្មណ៍ថាប៉និតចំណុចទី7មានមុខងារ zone lighting ធ្វើឲ្យបងប្អូនបើកទ្វារមកគឺមានភ្លើងបំភ្លឺជុំវិញរថយន្តផ្ទាល់តែម្ដងចំណុចទី8មានមុខងារមើលសម្ពាធកង់ទាំង4កង់តែម្ដងអរគុណបងប្អូនអញ្ចឹងតាក់ទងនេះគឺជាចំណុចពិសេសជាច្រើនដែលរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីបានធ្វើការបន្ថែមជូនអតិថិជនរបស់គាត់ហើយតម្លៃរថយន្តនេះគឺ$55,400ជាមួយការធានាផ្លូវការពីក្រុមហ៊ុន Ford ក៏ដូចជា AMA Cambodia បងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលថាចង់រករថយន្ត Ford គ្រប់ model មិនថា Ford Ranger Wildtrak ឬ Ford Ranger Sport អីក៏ដោយអាចមកធ្វើការបើកបោកសាកល្បងក៏ដូចជាមកមើលរថយន្តទាត់ថាតើការបន្ថែមនេះធ្វើឲ្យបងប្អូនពេញចិត្តដល់កម្រិតណាអញ្ចឹងសម្រាប់វីដេអូខ្ញុំមានប៉ុណ្ណឹងខ្ញុំបាទសុតលាបសូមអរគុណសូមជម្រាបលា